ពិតជាសរសើរនៅទឹកចិត្តដ៏ធំធេងរបស់លោកយាយម៉ែអញ្ជើញមកពីខាងខេត្តតាកែវដើម្បីចូលរួមទិញអាវរបស់លោកគ្រូផល្លាដែលជាប៉ាប៉ានៅក្នុងមណ្ឌលមេឈើតាមរយៈវីដេអូដែលពុកម៉ែបងប្អូនបានកំពុងតែទស្សនានេះគឺបានបង្ហាញអំពីសកម្មភាពរបស់លោកយាយក៏ដូចជាអ៊ំប្រុសអ៊ំស្រីដែលអញ្ជើញមកពីតាំងខេត្តតាកែវស្រុកបាទីដើម្បីចូលរួមទិញអាវរបស់លោកគ្រូផល្លាចូលរួមចំណែកតាមរយៈកម្មវិធីលក់អាវដែលលោកគ្រូផល្លាបានប្រកាសតាមបណ្ដាញសង្គម Facebook ចង់ឲ្យមានការចូលរួមពីសំណាក់ពុកម៉ែបងប្អូនហើយនេះគឺជាទឹកចិត្តដ៏ធំធេងមែនទែនជម្រាបជូនទៅដល់បងប្អូនដែលកំពុងតែទស្សនាថាលោកយាយក៏ដូចជាម៉ែដែលកំពុងតែឈរអោបក៏ដូចជាបង្ហាញនៅក្តីនឹករលឹកចំពោះលោកគ្រូផល្លានេះយាយម៉ែគាត់ជម្រាបជូនអំពីការនឹករលឹកអាណិតអាសូរលោកគ្រូផល្លាហូរទឹកភ្នែកច្រោកតែម្ដងបាទពុកម៉ែបងប្អូនឃើញហើយនេះទឹកភ្នែករបស់លោកគ្រូផល្លាបានធ្លាក់ចុះមករលាយឡំជាមួយនឹងក្តីរំភើបបាទលាយឡំជាមួយនឹងភាពក្តុកក្តួលដែលម៉ែលោកយាយអ៊ំប្រុសអ៊ំស្រីអញ្ជើញមកបាទដើម្បីចូលរួមជួយគាំទ្រជួយចែករំលែកក្តីស្រឡាញ់ចំពោះកូនក្មេងកំព្រានៅក្នុងមណ្ឌលកុមារកំព្រាមេឈើទប់ទឹកភ្នែកមិនបានឈរបណ្ដើរសោចបណ្ដើរយំបណ្ដើរហើយនេះពុកម៉ែបងប្អូនឃើញហើយលោកយាយបើនិយាយពីបច្ចុប្បន្នរបស់គាត់វិញគឺចាស់ណាស់ទៅហើយប៉ុន្តែគាត់ចង់ចូលរួមបង្ហាញនៅការស្រឡាញ់ការចូលរួមចែករំលែកដើម្បីផ្ដល់អនាគតដ៏ល្អទៅដល់កូនក្នុងមណ្ឌលមេឈើគ្រាន់តែចុះពីលើឡានមិនទាន់ទេចាប់អោបកាន់ដៃបាទរបស់លោកគ្រូផល្លាហើយបាននិយាយថាលើកទី1ហើយដែលបានឃើញលោកគ្រូផល្លាដោយផ្ទាល់នឹងភ្នែកពិតជាពូកែពិតជាអស្ចារ្យពិតជាប៉ាប៉ាដែលប៉ិនប្រសពក្នុងការមើលថែរក្សាកូនចិញ្ចឹមក្មេងកំព្រារាប់រយនាក់ស្គមរិញរៃតាំងពីស្គមរហូតដល់មានសាច់មានឈាមធំដឹងក្តីបានរៀនបានសូត្របញ្ជាក់ទៅដល់បងប្អូនម្ដងទៀតថានេះគឺជាកម្មវិធីលក់អាវរបស់លោកគ្រូផល្លាអាវមួយជួយអាហារកុមារមេឈើមួយឆ្នាំដូច្នេះការចូលរួមពីសំណាក់ពុកម៉ែបងប្អូនទោះបីជាទិញអាវមួយក៏ដោយក៏ជាការចូលរួមចំណែកយ៉ាងធំធេងដើម្បីផ្ដល់នៅចំណីអាហារផ្ដល់នៅការសិក្សាជូនទៅដល់កូនដែលជាកុមារកំព្រានៅក្នុងមណ្ឌលរហូតទៅដល់197នាក់ឯណោះចឹងឃើញថាពួកគាត់បានមកតាំងពីខេត្តតាកែវស្រុកបាទីហើយមិនមែនមានតែយាយម៉ែមកពីខាងខេត្តតាកែវទេបាទបងប្អូនពូមីងផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញជាយរាជធានីភ្នំពេញក៏គាត់បានចូលរួមចំណែកទិញអាវរបស់លោកគ្រូផល្លាបានម្នាក់មួយផងដែរទុកគ្រាន់ជាអនុស្សាវរីយ៍ដើម្បីបង្ហាញក្តីស្រឡាញ់និងការណិតអាសូរទៅដល់កូនក្នុងមណ្ឌលកុមារកំព្រាមេឈើដូច្នេះនេះគឺជាការចូលរួមចំណែកពីសំណាក់ពុកម៉ែបងប្អូននៅក្នុងរាជធានីភ្នំពេញក៏ដូចជារាជធានីភ្នំពេញនិងពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាដើម្បីចូលរួមទិញអាវរបស់លោកគ្រូផល្លាដែលជាប៉ាប៉ានៅក្នុងមណ្ឌលមេឈើដូច្នេះសប្តាហ៍បន្ទាប់ក៏ដូចជាខែក្រោយទៀតលោកគ្រូនឹងបន្តលក់អាវតាមទីតាំងនីមួយៗតាមដងមហាវិថីនីមួយៗនៅក្នុងរាជធានីភ្នំពេញមុននឹងបន្តការលក់អាវទៅកាន់បណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជាអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាទជម្រាបលា